សួស្តីអ្នកនរគ្នាក្នុងវីដេអូនេះយើងទៅបង្កើត Facebook បានច្រើនលក្ខណៈថាយើង clone Facebook ចឹងអាហ្នឹងសម្រាប់អ្នកដែលគាត់យកទៅចំ account ច្រើន account អីវាងាយស្រួលហើយខ្ញុំធ្វើនេះគឺធ្វើសពដៃ iPhone ហើយបញ្ជាក់អ្នកគ្នាមួយថាសពដៃ iPhone របស់ខ្ញុំហ្នឹងខ្ញុំបានចែកព្រែករួចហើយអញ្ចឹងទើបយើងអាចធ្វើតាមវិធីហ្នឹងបានណាកម្មវិធីដែលយើងត្រូវការនោះទី1គឺ Filsa នេះទី Filsa ហ្នឹងអាហ្នឹងយើងត្រូវការចាំបាច់ហើយមួយទៀតយើងត្រូវតឡើង tweak មួយដែលមានឈ្មោះថាអ្នកគ្នាចូលនេះមក Silio នេះមកយើងចេះព្រែកហើយវាមានឲ្យអា Silio ហ្នឹងហើយយើង search អូខេ sorry slow តិចយើង search មកថា power selector អូខេនេះអាលើនេះនៅហើយតឡើងមកហើយខ្ញុំតឡើងរួចហើយអញ្ចឹងអត់បានតឡើងទៀតទេតឡើងនៅទៀតមកអូខេបន្ទាប់ពីតឡើងហើយយើងចូលទៅ Filsa ទាំងអស់គ្នានេះចូល Filsa ហ្នឹងមកតមកយើងចុចកន្លែងនេះអុសផ្កាយហ្នឹងចុចហ្នឹងមកយើងចូលអាក្រោមគេយក App Manager ហ្នឹងតមកយើងអុសមើល Facebook អានេះដោយសារខ្ញុំ clone បាននេះខ្ញុំ clone បាន3ហើយអញ្ចឹងខ្ញុំត្រូវការ clone មួយទៀតអូខេយើងអុសមកនេះយើងយក Facebook មួយណាក៏បានដែរ3 4ហ្នឹងប៉ុន្តែខ្ញុំសុំយកអាលើគេចុះយើងចុចលើវានេះមកនេះចុចកន្លែងញ៉ៅទៀននេះចុចហ្នឹងហើយយកកន្លែងបានដលនេះអាហូបបានដលហ្នឹងអាសបានដលហ្នឹងចុចលើវាហ្នឹងមកតមកយើង copy ខាងលើនេះអា folder Facebook ហ្នឹង copy វាមកយើងចុចកន្លែងផ្កាយចុចផ្កាយទៅយើងចូលកន្លែង application នេះកំណត់នេះមើលតន់ចូលមកយើងពាក្យ pass អូខេនេះចុចអាប៊ូតុងនេះចុច pass មកហើយយើងចុចយក rename អូខេបន្តមកទៀតយើងចុចចូលលើវានឹងមកបើក folder ហ្នឹងមកហើយយើងអុសទៅ Chrome អុសឲ្យអស់មកហើយអុសលើបន្តិចហើយយើងឃើញfile មួយមានឈ្មោះថា info.plist នេះអ្នកគ្នាយ៉ាត់មើលច្រឡំនេះ info.plist ហ្នឹងលើ Facebook មួយនេះលើ logo Facebook មួយហ្នឹងយើងចុចលើវាហ្នឹងមកហើយយើងចុចបើកនេះចុចលើ dictionary ហ្នឹងមកបន្ទាប់មកយើងកែយើងទៅនឹងយើងត្រូវកែ3កន្លែងទី1នេះយើងកែនេះកែឈ្មោះ Facebook 2នេះចុចលើវាហ្នឹងមកហើយយើងដាក់ដោយសារខ្ញុំបង្កើតទី4ហើយអូទី5ហ្នឹងខ្ញុំដាក់លេខ5ចុះដាក់ទី5ចឹងមកថយក្រោយវិញហើយទៅកែមកកន្លែងទៀតនេះឈ្មោះ CS បានដល់ហ្នឹងយើងចុចកន្លែងឧទាហរណ៍ទៀតមកអូខេហើយលុបចោលយើងអុសមកដាក់កន្លែងអូខេមកទៅនេះយើងដាក់លេខ5ដែរគេដាក់លេខ5ចឹងដែរមកគេស្គមថាអ្នកគ្នាមើលតន់អញទៅថយក្រោយវិញយើងដូរមកកន្លែងទៀតនេះដូរកន្លែងនេះយើងដាក់លេខ5ដែរមកអូខេតោះមកយើងចុចថយក្រោយវិញប៉ណ្ណឹងរួចរាល់ហើយអូខេហើយយើងចុច save មកអូខេរួចរាល់ហើយយើងអុសចុះ Chrome តិចអុសចុះ Chrome យើងឃើញអាកន្លែងនេះនឹងលើsorry វាលុតនៅលើនេះតែបើវាអត់លុតលើនឹងទេអ្នកគ្នាចូល setting
ហើយចូលទៅកន្លែង tweak អា tweak យើងទៅឡើងហ្នឹងsorry យើងចូលទៅកន្លែង control center នេះយើង add អា power selector ហ្នឹងមកនេះខ្ញុំទៅ add ចូលមកទេបើវាអត់មានលុបលើនឹងទេអ្នកគ្នាចុចបូកមកធម្មតាវាចេញចេះអូខេខ្ញុំចុច remove សិនធម្មតាចេញចេះវានៅក្រោមចេះចុចបូកវាមកតោះមកវានៅលើហ្នឹងឯងអូខេវានឹងរួចរាល់ហើយអូខេយើងចុចគាត់ចុចលើវាហ្នឹងមកនេះហើយយើងយកអាក្រោមគេនេះយក GUI ខាច់ណាចុចមកឲ្យវានឹងធ្វើការ restart ទូរស័ព្ទរបស់ដៃរបស់យើងឯងអូខេឥឡូវវាបើកឡើងវិញហើយនេះហើយវានឹង load Facebook មកមួយទៀតអូខេនេះ Facebook ទី5យើងបើកមើលអូខេបើកមកចេញធម្មតាយើង login ចូលមករួចរាល់អូខេបើកបានទាំងអស់ Facebook ហ្នឹងហើយមើលបានអាហ្នឹងស្រួលយើងយកទៅចំ account អញ្ចឹងណាអានេះយើងបើសិនយើងមានទូរស័ព្ទដៃស៊េរីទៀបៗវិញយើងអាចយកមកចែលប្រេកឲ្យទុកចំ account ចាំអីទៅព្រោះអាស៊េរីធំ X Plus ឬក៏ iPhone X អីចុះក្រោមហ្នឹងតម្លៃវាឥឡូវវាធ្លាក់ថ្លៃមែនតើយើងអាចទិញយកមកទុកចំ account ចាំអីទៅហើយយកមកចែលប្រេកទៅវាអត់ប៉ះពាល់អីទេយើងទុកចំ account អញ្ចឹងហើយនេះដាក់ VPN អីបានទាំងអស់អូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកយល់ហើយបើសិនមានចង្អល់អីអាច comment សួរក្រោមបាន